អ៊ុយក្រែនប្រកាសអំពីការបាញ់ទម្លាក់យន្តហោះទម្លាក់ក្របបែករបស់រុស្ស៊ីមួយគ្រឿងនិងបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងថែមទៀតនៅថ្ងៃទី28វិច្ឆិកានៅលើសមរភូមិនៅភាគខាងកើតប្រទេសសេចក្តីរាយការណ៍របស់សារព័ត៌មាន The New Voice of Ukraine បានចុះផ្សាយនៅថ្ងៃទី29វិច្ឆិកានេះបានឲ្យដឹងថាសង្គ្រាមកំពុងឆេះការយ៉ាងពេញទំហឹងនៅទីក្រុងចំនួន2នៃខេត្តលុយហាន់គឺទីក្រុងលីស៊ីចាន់និងបែកមូតដែលវាផ្ទុះពេញទំហឹងនេះរុញឲ្យកងទ័ពរុស្ស៊ីវាយសម្រុកមានផែនការរំដោះយកទីក្រុងនេះមកវិញពីកងទ័ពអ៊ុយក្រែនប៉ុន្តែការវាយសម្រុករបស់កងទ័ពរុស្ស៊ីទោះបីជាមានកំភ្លឺធំបាញ់គ្រប់គ្រងក៏ដោយក៏ត្រូវបានរាយការណ៍មកថារុស្ស៊ីបានប្រើប្រាស់ការបាញ់ប្រហារដោយគ្រាប់មីស៊ីលនិងការទម្លាក់គ្រាប់បែកផងដែរអ្នកនាំពាក្យសម្រាប់កងទ័ពអាកាសនៃកងទ័ពអ៊ុយក្រែនលោកជូរីហ៊ីណាត់បានឲ្យដឹងថាការវាយប្រយុទ្ធគ្នាយ៉ាងសាហាវបំផុតនៅសមរភូមិលីចាន់និងម៉ែកមូតដែលកងទ័ពអ៊ុយក្រែនវាយជិតរំដោះបានហើយនៅសមរភូមិពីរនេះតែត្រូវកងទ័ពរុស្ស៊ីទប់និងព្យាយាមវាយយកវិញរយៈពេលមួយសប្តាហ៍មកនេះតែมันបានសម្រេចនោះទេនៅថ្ងៃទី28វិច្ឆិកាទ័ពរុស្ស៊ីបង្កើនកម្លាំងទ័ពច្រើនមែនទែនដើម្បីវាយយកតំបន់ពីរនេះក៏នៅតែមិនបានសម្រេចនោះដែរទីបំផុតរុស្ស៊ីបានទម្លាក់គ្រាប់បែកដោយបញ្ជូនយន្តហោះ Su-25 ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីបានបាញ់គ្រាប់បែករុយស្រូចចូលទៅតំបន់ទាំងពីរនេះយ៉ាងហោចណាស់ Su-25 មួយគ្រឿងត្រូវបានកងទ័ពអ៊ុយក្រែនបាញ់ទម្លាក់ជាមួយនឹងយន្តហោះចម្បាំង Su-24 មួយគ្រឿងផងដែរក្នុងប្រតិបត្តិការនៃការបាញ់ទម្លាក់យន្តហោះពីរគ្រឿងរបស់រុស្ស៊ីនៅសមរភូមិភាគខាងកើតប្រទេសនៃខេត្តលុយហាន់ក្នុងសមរភូមិដ៏ក្តៅគគុកលីស៊ីចាន់និងម៉ាក់មូតនេះបាននាំឲ្យអ៊ុយក្រែនរកឃើញសាកសពរបស់យន្តហោះរុស្ស៊ីចំនួន2គ្រឿងនេះធ្លាក់ស្វាបដល់ដីគឺនៅលើសមរភូមិនេះតែម្ដងមកដល់ពេលនេះនៅថ្ងៃទី29វិច្ឆិកានេះការបាញ់ប្រហាររបស់កងទ័ពរុស្ស៊ីមកលើសមរភូមិពីរនេះនៅតែបន្តបាញ់ស្រូចនៅឡើយនោះទេប៉ុន្តែរុស្ស៊ីមិនអាចរំកិលចូលសូម្បីតែ1គីឡូម៉ែត្រចូលតំបន់ពីរនេះមិនអាចចូលបានផងនោះអ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនទទួលបន្ទុកសម្រាប់អ្នកនាំពាក្យកងទ័ពអាកាសនេះបានបញ្ជាក់ទៀតថាមិនថាឡើយកងទ័ពរុស្ស៊ីទេដែលប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះបាញ់ទៅលើសមរភូមិពីរនេះគឺកងទ័ពអ៊ុយក្រែនក៏បើកប្រតិបត្តិការវាយប្រហារដោយយន្តហោះចម្បាំងផងដែរទៅលើកងទ័ពរុស្ស៊ីដែលមើលទៅវាមានរូបភាពសាហាវបំផុតនៃការបាញ់កំទេចគ្នាវាយប្រហារគ្នាដោយយន្តហោះនៅលើអាកាសតែម្ដងប៉ុន្តែយន្តហោះដែលកងទ័ពអ៊ុយក្រែនបាញ់ទម្លាក់ពីរគ្រឿងនេះគឺបាញ់ដោយគ្រាប់មីស៊ីលរបស់អ៊ុយក្រែនជាមួយគ្នានេះសារព័ត៌មានដដែលនេះបានបញ្ជាក់ទៀតថាសមរភូមិកំពុងតែផ្ទុះមិនត្រឹមតែតំបន់ពីរនេះទេគឺកំពុងតែផ្ទុះឡើងនៅតំបន់មានចំនួនយ៉ាងតិច5តំបន់កំពុងតែផ្ទុះឡើងរីឯនៅខេត្តលុយហាន់មានទីតាំងចំនួន2ទៀតក៏កំពុងផ្ទុះសង្គ្រាមផងដែរគឺនៅតំបន់ Novosibirsk និង Bilohorivka ហើយនៅខេត្ត Donetsk មាននៅ Siverovsk, Vernikayaks, Bilohorivka, Yakovlivka, Pervomajsk, Opitz, Nevelivsk, Granorivka សមរភូមិទាំងអស់នេះកំពុងហែកហួរគ្នាដោយការប្រយុទ្ធគ្នាស៊ីសាច់ហត់ឈាមបំផុតភាគីទាំងពីរកងទ័ពអ៊ុយក្រែននិងកងទ័ពរុស្ស៊ីបើកប្រតិបត្តិការវាយប្រហារគ្នាដោយកំភ្លើងធំដោយរថក្រោះនិងយន្តហោះចម្បាំងទៀតផងប៉ុន្តែ The New Voice of Ukraine អះអាងថាកងទ័ពរុស្ស៊ីមានការបាញ់ដោយមីស៊ីលទៀតផងមើលលើទីតាំងទាំងអស់នេះនៅខណៈនេះកងទ័ពអ៊ុយក្រែនបានប្រកាសថាខ្លួនគេកំពុងតែត្រូវការជំនួយគ្រាប់រំសេវជាបន្ទាន់ទៅកាន់សមរភូមិទាំងអស់នេះដើម្បីទប់ទល់ករណីនៃការវាយប្រហារដែលអាចយកឈ្នះចាញ់នៅប្រមាណថ្ងៃខាងមុខនេះបើតាមដំណឹងមកថាអ៊ុយក្រែនកំពុងតែដឹកបញ្ជូនគ្រាប់របស់ពួកគេយ៉ាងច្រើនចូលទៅតំបន់នោះហើយមានផែនការវាយឲ្យធ្លាយតំបន់ទាំងអស់នេះទៀតផងរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានដាក់ផែនការទៅមេបញ្ជាការកងទ័ពរបស់ខ្លួនគឺលោក Sergei Surovikin ឲ្យបើកប្រតិបត្តិការវាយយកឲ្យបានតំបន់នៅភាគខាងកើតប្រទេសនេះគឺយកឲ្យបាននៅចុងខែវិច្ឆិកានេះដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយមួយនៃការពុះជ្រៀកទឹកដីរបស់អ៊ុយក្រែនទាំងស្រុងចេញពីភាគខាងកើតតាមអ្នកជំនាញមើលឃើញថាការដែលមានកម្លាំងបញ្ជាឲ្យបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំវាយយកតំបន់ Donbas ឲ្យបាន
កាត់ផ្ដាច់ទាំងស្រុងពីរដ្ឋាភិបាលអ៊ុយក្រែននោះគឺដើម្បីម្យ៉ាងដែលគេហៅថាទុកឱកាសឲ្យអ៊ុយក្រែនយកតំបន់នៅភាគខាងត្បូងហើយរុស្ស៊ីត្រូវកាត់យកតំបន់ភាគខាងកើតដែលតាមផែនការរបស់លោកពូទីនបានទម្លាក់ចុះកាលពីខែមិថុនាមកនោះក្រោយពីរុស្ស៊ីដកទ័ពចេញពីភាគខាងជើងនៃក្នុងតំបន់នៃរដ្ឋទីនីគីវដែលពេលនោះកងទ័ពរុស្ស៊ីបាក់ទ័ពហើយប្រកាសវិលត្រឡប់ទៅភាគខាងកើតដើម្បីយកតំបន់នេះឲ្យបានហើយពុះជ្រៀកទឹកដីអ៊ុយក្រែនជាពីរយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកយោធារបស់ពួកប្រចាំប្រទេសមើលឃើញថាការលើកផែនការរបស់លោកពូទីនបញ្ជាឲ្យឧត្តមសេនីយ៍ស៊ីហ្គេសូរ៉ូរីស្គីនបើកប្រតិបត្តិការបញ្ចប់សង្គ្រាមដែលយកឲ្យបានភាគខាងកើតប្រទេសនេះទំនងទៅពំរួចនោះទេហើយបើតំបន់ភាគខាងត្បូងប្រទេសត្រូវបានកងទ័ពអ៊ុយក្រែនវាយកបានថែមទៀតដូចជានៅតំបន់សាប៉ូរីស៊ីយ៉ាជាដើមបើធ្លាក់ក្នុងកងទ័ពអ៊ុយក្រែនហើយនោះគឺភាគខាងត្បូងវាកាន់តែធ្លាក់ធំធេងឡើងនៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែនបើអ៊ុយក្រែនមានលទ្ធភាពយកបានទាំងស្រុងនៅភាគខាងត្បូងគឺភាគខាងកើតក៏អ៊ុយក្រែនអាចរំកិលទៅមុខយកបានថែមទៀតមកវិញផងដែរនៅតំបន់ភាគខាងកើតប្រទេសគឺតំបន់ដុនបាសនោះវាមានខេត្តពីរចំណុះឲ្យតំបន់នេះគឺខេត្តលុយហាន់និងដូញែកតំបន់នេះមានផ្ទៃដីប្រមាណជា 26,000 គីឡូម៉ែត្រក្រឡាមានប្រជាជនរស់នៅទាំងប្រជាជនរុស្ស៊ីទាំងប្រជាជនអ៊ុយក្រែនសរុបទៅជាង2លាន1សែននាក់ប៉ុន្តែភាគច្រើនជាប្រជាជនដែលនិយាយភាសារុស្ស៊ីយ៉ាងណាដុនបាសនេះនៅតែជាផ្នែកមួយនៃទឹកដីអ៊ុយក្រែនដុនបាសមានព្រំដែនជាប់នឹងរុស្ស៊ីធំល្វឹងល្វើយផ្ទាល់តែម្ដងរុស្ស៊ីបានដាក់ផែនការយកដុនបាសនេះគឺតាំងពីឆ្នាំ2014មកម្លេះតាំងពីនៅពេលដែលរដ្ឋាភិបាលរបស់លោកពូទីនយកតំបន់គ្រីមៀបាននៅពេលនោះតែយកពីអ៊ុយក្រែនមិនបាននោះទេនៅពេលដែលរដ្ឋាភិបាលស្នេហាជាតិរបស់ប្រធានាធិបតីអ៊ុយក្រែនចំនួនក្រោយគេបានសច្ចាថាទោះបីដុនបាសក៏ដោយគ្រីមៀក៏ដោយបើមានលទ្ធភាពត្រូវតែយកទឹកដីរបស់ពួកគេត្រឡប់មកវិញប្រធានាធិបតីដែលត្រូវបានប្រជាជនហៅថាជាមេដឹកនាំក្បត់ជាតិសាសន៍ខ្លួនឯងឈ្មោះថាវីកតូយ៉ូណាកូវិចបរិះនេះហើយដែលយល់ព្រមកាត់ទឹកដីតំបន់គ្រីមៀទៅឲ្យរបបលោកពូទីនហើយលោកពូទីនប្រកាសយកគ្រីមៀតាំងពីឆ្នាំ2014តាមរយៈការបោះឆ្នោតប្រជាមតិប៉ុន្តែចូលដល់តំបន់ភាគខាងកើតគឺដុនបាសនេះប្រធានាធិបតីថ្មីឈ្មោះពេត្រូប៉េរេឆេនកូបានសច្ចាថានឹងមិនឲ្យទឹកដីដុនបាសនេះធ្លាក់នៅក្រោមរុស្ស៊ីដាច់ខាតហើយពេលនោះហើយសង្គ្រាមចេះតែផ្ទុះឡើងរវាងកងទ័ពអ៊ូទៀមដែលរុស្ស៊ីគ្រប់គ្រងនៅក្នុងតំបន់នេះជាមួយនឹងកងទ័ពរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីប៉េរេឆេនកូសហគមន៍អន្តរជាតិថ្កោលទោសរុស្ស៊ីដែលមានផែនការវាយកទឹកដីនៃប្រទេសជិតខាងសហគមន៍អន្តរជាតិថ្កោលទោសរុស្ស៊ីគឺថ្កោលទោសរបបលោកពូទីនតាំងពីដណ្ដើមយកទឹកដីនៃប្រទេសចកជាមកម្លេះគឺនៅឆ្នាំ2008មកដល់ពេលនេះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែននេះវាកើតមានជិត280ថ្ងៃមកហើយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីវ៉ាឡូឌីមៀហ្សេឡង់ស្គីថ្លែងថាក្នុងរដូវត្រជាក់3ខែនេះបើកងទ័ពអ៊ុយក្រែនយកបានតំបន់ផ្សេងទៀតគឺជាសញ្ញាដែលកងទ័ពអ៊ុយក្រែនអាចនឹងយកតំបន់គ្រីមៀត្រឡប់មកវិញឲ្យបាននៅអំឡុងខែមករាឬខែកុម្ភៈនៃឆ្នាំ2023រូបពីនោះកងទ័ពអ៊ុយក្រែនត្រូវតែទប់ទល់ឲ្យបាននៅភាគខាងកើតនិងភាគខាងត្បូងប្រទេសហើយវិលដំណើរទៅរកតំបន់គ្រីមៀថែមទៀតយ៉ាងណាកងទ័ពរុស្ស៊ីបានកសាងមូលដ្ឋានទ័ពរបស់ខ្លួននិងជីកលានដ្ឋានជីកប្រឡាយធ្វើខ្សែត្រៀមដើម្បីការពារតំបន់គ្រីមៀយ៉ាងខ្លាំងបំផុតនៅពេលនេះនៅថ្ងៃអង្គារទី29ខែវិច្ឆិកាម្សិលមិញអង្គការអូតង់បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងទីក្រុងប៊ុយការ៉េសនៃប្រទេសរ៉ូម៉ានីមានប្រធានបទសំខាន់ចំនួន2ដែលកិច្ចប្រជុំបានលើកយកទៅជជែកគ្នាដោយទី1គឺជួយអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងានិងទី2បន្តពិនិត្យលើសំណុំរឿងសុំចូលអូតង់របស់ប្រទេសហ្វាំងឡង់និងស៊ុយអែតក៏បញ្ជាក់ថានារយៈពេលចុងក្រោយនេះរុស្ស៊ីបានប្រើមីស៊ីលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធពិសេសគឺថាមពលរបស់អ៊ុយក្រែនដែលបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនភាគច្រើនគ្មានភ្លើងអគ្គិសនីនិងទឹកស្អាតប្រើប្រាស់លំអិតបន្ថែមដោយគុយគុនធីរ៉ាថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខអង្គការអូតង់លោក Jens Stoltenberg បានបរិហាររុស្ស៊ីពីការប្រើរដូវរងាជាអាវុធដោយបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនតាមលោក Jens Stoltenberg ទង្វើរបស់រុស្ស៊ីរបៀបនេះជាទង្វើចេតនាដើម្បីកាត់ផ្តាច់បណ្ដាញភ្លើងអគ្គិសនីនិងបណ្ដាញទឹកស្អាតក្នុងគោលដៅធ្វើបាបពលរដ្ឋអ៊ុយក្រែនខណៈដែលសីតុណ្ហភាពកំពុងធ្លាក់ចុះខ្លាំងក្នុងរដូវរងាប្រមុខអង្គការអូតង់បានបន្ថែមថាគេត្រូវជួយអ៊ុយក្រែនឲ្យបានច្រើនថែមទៀតក្នុងនោះមានទាំងជំនួយប្រព័ន្ធការពារដែនអាកាស
គេនៅមិនទាន់ដឹងពីទំហំនៃជំនួយហិរញ្ញវត្ថុរបស់អូតង់ក្នុងរឿងធម្មពលចំពោះអ៊ុយក្រែនទេពីខាងអាមេរិកអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាជំនួយហិរញ្ញវត្ថុរបស់អាមេរិកសម្រាប់ធម្មពលអ៊ុយក្រែនមានច្រើនសម្បើមតែលោកមិនព្រមប្រាប់តួលេខនិងបានត្រឹមរំលឹកថាប្រធានាធិបតីអាមេរិកលោក Biden បានត្រៀមលុយចំនួន$1,100 លានសម្រាប់ជួយធម្មពលនៅអ៊ុយក្រែននិងនៅម៉ុលដាវីចំណែកសហភាពអឺរ៉ុបបានស្នើឲ្យប្រើយន្តការគាំពារស៊ីវិលដើម្បីបញ្ជូនឲ្យអ៊ុយក្រែននៅម៉ាស៊ីនភ្លើងប្រមាណ500គ្រឿងនិងជំរកទប់ទល់នឹងរដូវរងាប្រមាណ2000ជំរកគួររំលឹកថានាដើមខែតុលារុស្ស៊ីបានផ្ដើមយុទ្ធនាការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនតាមតួលេខរបស់រដ្ឋាភិបាលអ៊ុយក្រែនមានហេដ្ឋារចនាសម្ព័ន្ធថាមពលចន្លោះពី 25% ទៅ 30% បានរងការខូចខាតដោយគ្រាប់មីស៊ីលរុស្ស៊ីក្រៅពីសង្គ្រាមអ៊ុយក្រែនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអូតង់ក៏បានបន្តពិនិត្យលើសំណើសុំចូលជាសមាជិកអូតង់របស់ប្រទេសហ្វាំងឡង់និងស៊ុយអែតសំណើមួយនេះត្រូវបានសមាជិក28ប្រទេសក្នុងចំណោមសមាជិកទាំង30ប្រទេសរបស់អូតង់បានឲ្យសេចក្ដីបានរួចហើយគេនៅរងចាំភ្លើងខៀវតែពីប្រទេសទួរគីនិងហុងគ្រីប៉ុណ្ណោះការដឹកជញ្ជូនតាមផ្លូវអាកាសគឺជាប្រភពដ៏ចម្បងមួយនៃការបញ្ចេញឧស្ម័ននាំឲ្យផែនដីឡើងកម្ដៅដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ននៅក្នុងវិស័យនេះគេនាំគ្នាសម្លឹងឃើញយន្តហោះអគ្គិសនីថាជាមធ្យោបាយដ៏មានសក្តានុពលក៏ប៉ុន្តែគិតមកទល់នឹងពេលបច្ចុប្បន្ននេះនៅមានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គរារាំងមិនឲ្យយន្តហោះអគ្គិសនីអាចក្លាយជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសបានជុំវិញរឿងនេះសូមស្ដាប់បទអន្តរាគមន៍របស់សេឌីណាសម្រាប់ក្រុមហ៊ុនអាកាសចរយន្តហោះអគ្គិសនីមានសក្តានុពលក្នុងការដោះស្រាយបញ្ហាឈឺក្បាលធំចំនួន2ទី1គឺអាចឲ្យវិស័យអាកាសចរកាត់បន្ថយការបញ្ចេញឧស្ម័នឆ្ពោះទៅរកគោលដៅ Zero Carbon និងទី2អាចកាត់បន្ថយការចំណាយទាំងការចំណាយទៅលើការជួសជុលថែទាំយន្តហោះនិងជាពិសេសការចំណាយទៅលើប្រេងដែលបច្ចុប្បន្នគឺជាមុខចំណាយដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនអាកាសចរក៏ប៉ុន្តែដើម្បីអាចឲ្យយន្តហោះអគ្គិសនីក្លាយទៅជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរជាលក្ខណៈទូលំទូលាយបានគេចាំបាច់ត្រូវតែរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលមកទល់នឹងពេលនេះនៅតែជាឧបសគ្គដ៏ចម្បងនៅឡើយសម្រាប់វិស័យយន្តហោះអគ្គិសនីអ្នកខ្លះប្រហែលជាគិតថាម៉ាស៊ីនយន្តហោះវាគឺជាបច្ចេកវិទ្យាស្មុគស្មាញដូច្នេះការផលិតម៉ូទ័រអគ្គិសនីសម្រាប់ប្រើលើយន្តហោះវាគួរតែជាឧបសគ្គចម្បងជាងគេក៏ប៉ុន្តែឆ្លងកាត់ការហោះសាកល្បងប្រកបដោយជោគជ័យជាច្រើនលើកកន្លងទៅនេះគេដឹងថាបច្ចេកវិទ្យាផលិតម៉ូទ័រអគ្គិសនីសម្រាប់យន្តហោះវាមិនមែនជាបញ្ហាចោតនោះទេបញ្ហាចោតដ៏ចម្បងបំផុតគឺបច្ចេកវិទ្យាផលិតអាគុយគួរបញ្ជាក់ថាម៉ាស៊ីនយន្តហោះអគ្គិសនីក៏ដូចជារថយន្តអគ្គិសនីដែរគឺប្រើប្រភពថាមពលអគ្គិសនីពីអាគុយហើយគិតមកទល់នឹងពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាអាគុយដែលជឿនលឿននិងដែលត្រូវបានប្រើប្រាស់ជាលក្ខណៈទូទៅគឺអាគុយលីជូមនេះមានដង់ស៊ីតេថាមពលទាបខ្លាំងគឺទាបជាងកេរ៉ូសែនគឺប្រេងយន្តហោះរហូតដល់ទៅប្រមាណជា50ដងទៅ60ដងឯណោះនេះមានន័យថាដើម្បីអាចផ្ដល់ថាមពលស្មើនឹងកេរ៉ូសែន1តោនគេចាំបាច់ត្រូវប្រើអាគុយលីជូមរហូតដល់ទៅ50តោនឬ60តោនឯណោះនេះនៅមិនទាន់និយាយដល់ផងអំពីចំណុចសំខាន់មួយទៀតគឺនៅក្នុងករណីយន្តហោះប្រើកេរ៉ូសែននៅពេលដែលយន្តហោះធ្វើដំណើរទៅកាន់តែឆ្ងាយត្រូវប្រើកេរ៉ូសែនអស់ច្រើនទម្ងន់កេរ៉ូសែននៅក្នុងយន្តហោះក៏ត្រូវថយចុះជាលំដាប់ទៅតាមនោះផងដែរចំណែកក្នុងករណីយន្តហោះអគ្គិសនីវិញអាគុយលីជូមមានបន្ទុកអគ្គិសនីពេញទម្ងន់ប៉ុណ្ណានៅពេលដែលប្រើអស់ថាមពលអគ្គិសនីវានៅតែមានទម្ងន់ប៉ុណ្ណោះដដែលមិនថយចុះនោះទេដងស៊ីតេថាមពលទាបរបស់អាគុយលីជូមនេះវាគឺជាបញ្ហាចោតចម្បងពីព្រោះថាទម្ងន់គឺជាកត្តាចម្បងបំផុតមួយនៅក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសទម្ងន់កាន់តែធ្ងន់វាត្រូវការកម្លាំងម៉ូទ័រកាន់តែខ្លាំងហើយកម្លាំងម៉ូទ័រកាន់តែខ្លាំងត្រូវការថាមពលក៏កាន់តែច្រើនថាមពលរឹតតែច្រើនវាត្រូវការអាគុយលីជូមរឹតតែធ្ងន់បង្កើតទៅជាបន្ទុកកាន់តែធ្ងន់សម្រាប់ម៉ូទ័រសម្រាប់ជើងយន្តហោះផ្លូវឆ្ងាយរហូតដល់ទៅរាប់ពាន់គីឡូម៉ែត្រដែលត្រូវការថាមពលច្រើនយន្តហោះអគ្គិសនីកុំថាឡើយទៅដល់ហោះដឹកទំនិញឬអ្នកដំណើរសូម្បីត្រឹមតែហោះយោងតែទម្ងន់អាគុយលីជូមរបស់ខ្លួននោះក៏មិនទាន់រួចនោះផងដូច្នេះនៅក្នុងបច្ចេកវិទ្យាអាគុយលីជូមបច្ចុប្បន្ននេះយន្តហោះអគ្គិសនីអាចមានសក្តានុពលសម្រាប់តែការហោះហើរក្នុងស្រុកឬក្នុងតំបន់រយៈចម្ងាយជិតៗតែប៉ុណ្ណោះជាអាចយន្តហោះអគ្គិសនីរបស់ក្រុមហ៊ុន CH ដែលបច្ចុប្បន្នទទួលបានការបញ្ជាទិញពីសំណាក់ក្រុមហ៊ុនអាកាសចរហើយដែលគេគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងអំឡុងឆ្នាំ2028ខាងមុខនេះគឺជាប្រភេទយន្តហោះធុនតូច
ដឹកអ្នកដំណើរបានត្រឹមតែ30នាក់ហើយជាមួយនឹងអាគុយលីជុំទម្ងន់ដល់ទៅជាង5តោនផ្ទុកនៅលើនោះស្រាប់យន្តហោះនេះអាចហោះបានចម្ងាយយ៉ាងឆ្ងាយបំផុតត្រឹមប្រមាណជា200គីឡូម៉ែត្រតែប៉ុណ្ណោះបន្ថែមពីលើបញ្ហាអាគុយយន្តហោះអគ្គិសនីត្រូវប្រឈមនឹងបញ្ហាចម្បងចំនួន2ទៀតទី1ដោយសារតែវាជាបច្ចេកវិទ្យាថ្មីស្រឡាងវាអាចនឹងត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញខ្លាំងក្នុងការឆ្លងកាត់ការអនុញ្ញាតឲ្យហោះហើរពីសំណាក់អាជ្ញាធរអាកាសចរស៊ីវិលនៅតាមបណ្ដាប្រទេសនីមួយៗនិងទី2ទៀតគឺបញ្ហាស្មុគស្មាញក្នុងការទាក់ទាញទំនុកចិត្តពីសំណាក់អ្នកដំណើរគឺធ្វើយ៉ាងណាឲ្យគេទុកចិត្តថាគេពិតជាអាចធ្វើដំណើរតាមយន្តហោះដែលហោះក្នុងរយៈកម្ពស់រាប់ពាន់ម៉ែត្រដោយប្រើតែអាគុយសុទ្ធសាធបានប្រកបដោយសុវត្ថិភាពពិតប្រាកដមែន